សូមនមស្ការគុណប្ររតនត្រ័យដោយសេចក្តីគោរពនិងសូមជម្រាបពុទ្ធបរិស័ទញាតិព្រះធម៌ទាំងអស់ដែលកំពុងតាមដានស្ដាប់ក្នុង Channel YouTube ធម្មសតកណាទីនញាតិព្រះធម៌ជាទីមេត្រីក្នុងសង្គមរស់នៅសប្តាហ៍ថ្ងៃនេះមនុស្សយើងភាគច្រើនកំពុងតែហត់នឿយខ្លាំងណាស់ហត់ទាំងកាយហត់ទាំងចិត្តការប្រកួតប្រជែងការគិតច្រើននិងបញ្ហាជីវិតប្រចាំថ្ងៃបានធ្វើឲ្យមនុស្សជាច្រើនធ្លាក់ខ្លួនមានកង្វល់ stress និងកើតជំងឺបាក់ទឹកចិត្តជាដើមព្រះសម្មាសម្ពុទ្ធដែលជាមហាគ្រូពេទ្យផ្លូវចិត្តទ្រង់បានត្រាស់សម្ដែងថានៅក្នុងលោកនេះសត្វលោកតែងជួបប្រទះនឹងជំងឺពីរយ៉ាងទៀតគឺរោគកាយមួយនិងរោគចិត្តមួយរោគកាយជួនកាល1ឆ្នាំយើងឈឺម្ដងជួនកាល10ឆ្នាំទើបឈឺម្ដងឬអ្នកខ្លះទៀតមានបុណ្យមានសុខភាពល្អមិនសូវឈឺកាយសោះក៏មានប៉ុន្តែសម្រាប់រោគផ្លូវចិត្តវិញព្រះពុទ្ធទ្រង់ត្រាស់ថារកបានដោយកម្រណាស់បុគ្គលដែលអាចអះអាងថាខ្លួនមិនមានរោគចិត្តសូម្បីត្រឹមតែ1វិនាទីនោះរោគចិត្តនោះគឺមេរោគកិលេសមានលោភៈទោសៈនិងមោហៈដែលតែងតែវាយលុកឲ្យយើងក្តៅក្រហាយភ័យព្រួយនិងមិនចេះស្កប់ស្កល់ជំងឺផ្លូវកាយយើងអាចទៅពេទ្យនិងលេបថ្នាំតាមវិទ្យាសាស្ត្រមកព្យាបាលបានវិទ្យាសាស្ត្របច្ចុប្បន្នប៉ុន្តែជំងឺផ្លូវចិត្តគឺមានតែធម្មឱសថឱសថគឺជាព្រះធម៌នេះឯងតែមួយគត់ទើបអាចព្យាបាលបានជាសះស្បើយថ្ងៃនេះខ្ញុំសូមលើកយកនៅរូបមន្តឱសថទិព្វ3ប្រភេទរបស់ព្រះសម្មាសម្ពុទ្ធមកចែករំលែកជូនញាតិព្រះធម៌ទៀតឱសថទី1គឺសិលប្រៀបដូចជាថ្នាំការពារឬវ៉ាក់សាំងដើម្បីកុំឲ្យមេរោគខាងក្រៅឆ្លងចូលបានគឺយើងត្រូវតែមានថ្នាំការពារការរក្សាសិល5ឲ្យបានខ្ជាប់ខ្ជួនគឺការគ្រប់គ្រងកាយវាចាមិនបៀតបៀនអ្នកដទៃពេលយើង
មិនសាងបាបយើងក៏មិនមានការក្តៅក្រហាយស្ដាយក្រោយជីវិតក៏មានសុវត្ថិភាពអ្នកមានសិលគឺប្រៀបដូចជាបានចាក់វ៉ាក់សាំងការពារសន្តិភាពផ្លូវចិត្តរួចរាល់ហើយទៀតឱសថទី2គឺសមាធិប្រៀបដូចជាថ្នាំរងាប់អារម្មណ៍នៅពេលដែលមានបញ្ហាវាយលុកខ្លាំងធ្វើឲ្យចិត្តយើងច្របូកច្របល់ដេកមិនលក់យើងត្រូវប្រញាប់ប្រើឱសថទី2នេះសមាធិនេះគឺគ្រាន់តែរកកន្លែងស្ងាត់អង្គុយបិទភ្នែកថ្នមរួចតម្កល់ស្មារតីតាមដាននៅខ្យល់ដង្ហើមចេញដង្ហើមចូលការធ្វើសមាធិប្រៀបបាននឹងការលេបថ្នាំបំបត្តិការឈឺចាប់វាជួយឲ្យចិត្តយើងបញ្ឈប់ការរវើរវាយហើយទទួលបាននូវភាពត្រជាក់ត្រជុំនិងស្ងប់រងាប់បានភ្លាមចំណែកឱសថទី3គឺបញ្ញានេះគឺប្រៀបដូចជាថ្នាំកម្ចាត់រោគដល់ឫសគល់តែម្ដងទៀតនេះគឺជាឱសថកម្រិតកំពូលបញ្ញាគឺជាការយកសតិទៅតាមដឹងនិងពិចារណាឲ្យឃើញការពិតថាអ្វីនៅក្នុងលោកនេះសុទ្ធតែជារបស់មិនទៀងគឺអនិច្ចំបើថ្ងៃនេះជួបថ្ងៃស្អែកគង់នឹងបែកវាជាច្បាប់ធម្មជាតិកាលណាយើងយល់បែបនេះយើងនឹងលែងអោបក្រសោបលែងប្រកាន់ថាជារបស់អញនោះទៀតហើយពេលលេបថ្នាំឱសថបញ្ញានេះចូលទៅជំងឺផ្លូវចិត្តក៏នឹងជាសះស្បើយជាស្ថាពរមិនអាចត្រឡប់មកឈឺវិញម្ដងទៀតបានឡើយញាតិពធទាំងអស់ជាទីស្នេហាថ្នាំពេទ្យទោះបីជាពូកែយ៉ាងណាបើយើងជាអ្នកជំងឺមិនព្រមយកវាមកលេបដោយខ្លួនឯងទេនោះជំងឺក៏មិនអាចជាសះស្បើយបានដែរដូច្នេះសូមញាតិព្រះធម៌កុំគ្រាន់តែស្ដាប់ព្រះធម៌តែសូមយកឱសថព្រះធម៌ទាំង3នេះទៅលេបនិងអនុវត្តក្នុងជីវិតប្រចាំថ្ងៃដើម្បីទទួលបាននូវសេចក្តីសុខពិតប្រាកដបើសិនជាញាតិព្រះធម៌យល់ថាវីដេអូនេះមានប្រយោជន៍ក៏សូមមេត្តាជួយចុច Subscribe និងចែករំលែកបន្តដើម្បីជាធម្មទានដល់អ្នកដែលកំពុងមានកង្វល់ផងទៀត
សូមអនុមោទនាបុណ្យនិងសូមជូនពរញាតិប្រធរទាំងអស់ឲ្យជាផុតពីរោគកាយនិងជាសះស្បើយពីរោគចិត្តគ្រប់គ្នាសូមអរព្រគុណនិងសូមអរគុណ